ខំតែត្រេកអរថាសង្គ្រាមនៅអ៊ីរ៉ង់ជិតត្រូវបានបញ្ចប់ហើយច្រកសមុទ្រអកមូនឹងត្រូវបានបើកឆាប់នេះប៉ុន្តែឥឡូវនេះផែនដីក្រឡាប់ចាក់ម្ដងទៀតហើយលោកដូណាល់ត្រាំបានប្រកាសថាមិនប្រញាប់ប្រញាល់ធ្វើកិច្ចព្រមព្រៀងខណៈអូបន្លាយការបិទផ្លូវនាវានៅឯច្រកសមុទ្រអកមូដដែលតើហេតុការណ៍ដែលទើបតែនឹងកើតអំបញ្ញមិញនេះអាចឈានទៅរកសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់សារជាថ្មីដែរឬទេ Infoshare លោកអត់កាយគោរពជំរាបសួរបងប្អូនប្រិមិត្តទេសនិកជនជនរួមជាតិជាទីគោរពរាប់អានស្វាគមន៍មកកាន់វីដេអូអាប់ដេតព្រឹត្តិការណ៍ព័ត៌មានជាតិនិងអន្តរជាតិសំខាន់របស់ពិភពលោកដែលផ្សាយចេញពី Channel Infoshare សម្រាប់ថ្ងៃទី25ខែឧសភាឆ្នាំ2026នេះបញ្ចប់វីដេអូនេះបងប្អូនកុំភ្លេចចុច Like Comment និង Share ទៅកាន់បណ្ដាញសង្គមឲ្យបានគ្រប់គ្នាចង់បានព្រឹត្តិការណ៍ព័ត៌មានបន្ថែមជារៀងរាល់ថ្ងៃគ្រាន់តែចុច Subscribe លើ Channel Infoshare ជាការស្រេចសន្ទុះនៃសេចក្តីសង្ឃឹមរបស់សហគមន៍អន្តរជាតិនៅក្នុងការស្វែងរកច្រកចេញដើម្បីទម្លាយភាពទាល់ច្រកនៃវិបត្តិសង្គ្រាមអស់រយៈពេលជាង3ខែនៅតំបន់មជ្ឈមបូព៌ាបានរងនឹងការវាយប្រហារយ៉ាងខ្លាំងក្លារហូតទៅដល់ធ្លាក់ចុះកម្ដៅសាជាថ្មីបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបានចេញមុខប្រកាសជាចំហកាលពីថ្ងៃអាទិត្យទី24ខែឧសភាឆ្នាំ2026នេះដោយបានបញ្ជាដោយផ្ទាល់ទៅកាន់ក្រុមតំណាងចរចារបស់លោកមិនព្រមមានការប្រញាប់ប្រញាល់ដាច់ខាតនៅក្នុងការឈានជើងចូលទៅក្នុងកិច្ចព្រមព្រៀងណាមួយជាមួយនឹងសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់តាមរយៈការបង្ហោះសារដ៏គួរឲ្យភ្ញាក់ផ្អើលនៅលើបណ្ដាញសង្គម Truth Social ប្រមុខដឹកនាំសហរដ្ឋអាមេរិករូបនេះបានសង្កត់ធ្ងន់ថាវិធានការបិទផ្លូវយោធាជើងទឹករបស់សហរដ្ឋអាមេរិកនៅលើបណ្ដាញនាវាដឹកជញ្ជូនរបស់អ៊ីរ៉ង់នៅក្នុងតំបន់ច្រកសមុទ្រយុទ្ធសាស្ត្រនឹងនៅតែបន្តអនុវត្តយ៉ាងម៉ឺងម៉ាត់បំផុតនិងនៅតែមានសុពលភាពពេញលេញដដែលរហូតទាល់តែមានកិច្ចព្រមព្រៀងជាផ្លូវការមួយត្រូវបានភាគីទាំងពីរសម្រេចបាននូវការផ្ទៀងផ្ទាត់ច្បាស់លាស់និងចុះហត្ថលេខារួចរាល់ជាស្ថាពរសិនការលេចមុខមកបន្ទាបបន្ថោក្តីសង្ឃឹមនៃយន្តការសន្តិភាពពីសំណាក់រដ្ឋបាលលោកដូណាល់ត្រាំនាពេលនេះបានធ្វើឲ្យស្ថានភាពកាន់តែប្រែប្រួលយ៉ាងលឿនជាទីបំផុតនៅក្នុងរយៈពេលត្រឹមតែ24ម៉ោងប៉ុណ្ណោះដែលផ្ទុយស្រឡះអំពីភាពវិជ្ជមានកាលពីថ្ងៃសៅរ៍ដែលធ្លាប់បានលេចឮថាភាគីទាំងពីរជិតឈានចូលដល់ចំណុចព្រមព្រៀងទៅហើយនោះបន្ទាប់ពីមានការប្រកាសជំហរដ៏រឹងរូសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកភាគីខាងរដ្ឋបាលទីក្រុងតេហេរ៉ង់មិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការណាមួយដើម្បីតបតភ្លាមនៅឡើយនោះទេប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកដែលសិទ្ធិអំណាចយោធាចាប់ផ្ដើមធ្វើចលនាឆ្លើយតបយ៉ាងក្តៅគគុកជាក់ស្ដែងទីភ្នាក់ងារសារព័ត៌មានថាសនីមដែលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងកងឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ IRGC បានចេញផ្សាយនៅព័ត៌មានភ្លាមដោយចោទប្រកាន់ត្រង់ថាសហរដ្ឋអាមេរិកគឺជាអ្នកដែលកំពុងតែបន្តនៅការរារាំងនិងបង្កើតឧបសគ្គទៅដល់ផ្នែកខ្លះនៃកិច្ចព្រមព្រៀងដែលអាចកើតមានតាមរយៈការបដិសេធដោយមិនព្រមធ្វើតាមការទាមទារដ៏សំខាន់របស់ទីក្រុងតេហេរ៉ង់នៅក្នុងការដោះលែងនិងបញ្ចេញមូលនិធិហិរញ្ញវត្ថុរបស់អ៊ីរ៉ង់ដែលកំពុងតែត្រូវបានបង្កកនៅក្នុងគណនីធនាគារឯបរទេសក្រោមទណ្ឌកម្មរបស់អាមេរិកការឆ្លើយតបតាមរយៈប្រព័ន្ធផ្សព្វផ្សាយយោធានេះបានសហការយ៉ាងច្បាស់លាស់ជាមួយការលើកឡើងរបស់ទីប្រឹក្សាយោធាម្នាក់របស់មេដឹកនាំកំពូលអ៊ីរ៉ង់គឺលោកអាយ៉ាតុលឡាម៉ូតាបាខាម៉ានីដែលបានអះអាងសារជាថ្មីថាទីក្រុងតេហេរ៉ង់នៅតែមានសិទ្ធិស្របច្បាប់ពេញលេញនៅក្នុងការគ្រប់គ្រងនិងត្រួតពិនិត្យច្រកសមុទ្រអកមូទោះបីជាមានវត្តមានកងទ័ពជើងទឹកអាមេរិកនៅទីនោះយ៉ាងណាក៏ដោយការប្រែប្រួលឥរិយាបថរបស់លោកដូណាល់ត្រាំនាថ្ងៃអាទិត្យនេះបានបង្កើតទៅជាមន្ទិលសង្ស័យយ៉ាងខ្លាំងពីព្រោះវាបានកើតឡើងតែមួយថ្ងៃតែប៉ុណ្ណោះបន្ទាប់ពីលោកបានអះអាងយ៉ាងមានទំនុកចិត្តថាទីក្រុងវ៉ាស៊ីនតោននិងទីក្រុងតេហេរ៉ង់បានឈានជើងចូលដល់ការចរចាយ៉ាងធំទូលាយលើសេចក្តីព្រាងអនុស្សរណៈនៃការយោគយល់គ្នា MOU នៃកិច្ចព្រមព្រៀងសន្តិភាពមួយដែលគ្រោងនឹងបើកច្រកសមុទ្រអកមូឡើងវិញគួររំលឹកផងដែរថាមុនចំនួនយោធាបំផ្លិចបំផ្លាញបានផ្ទុះឡើងច្រកសមុទ្រយុទ្ធសាស្ត្រនេះគឺជាសរសៃឈាមសេដ្ឋកិច្ចពិភពលោកដ៏សំខាន់បំផុតដោយសារតែផ្លូវនាវាដែលដឹកជញ្ជូនប្រេងឆៅនិងឧស្ម័នធម្មជាតិរាវ LNG រហូតទៅដល់ 1/5 ឬក៏ប្រហែលជា 20% នៃការផ្គត់ផ្គង់ថាមពលសរុបនៅលើសកលលោកទាំងមូលការប្រកាសកាលពីថ្ងៃសៅរ៍របស់លោកដូណាល់ត្រាំបានធ្វើឲ្យទីផ្សារអន្តរជាតិមានដង្ហើមដកឡើងវិញជាខ្លីប៉ុន្តែការផ្លាស់ប្ដូរសម្ដីនៃការអូសបន្លាយពេលវេលានិងការបន្តបិទផ្លូវនាវា
វានៅថ្ងៃបន្ទាប់នេះបានបង្ហាញអំពីភាពខ្វែងគំនិតគ្នារវាងមហាអំណាចទាំងពីរនៅតែមានជំរឿខ្លាំងជាងការគិតទុកជាមុនទៅទៀតទន្ទឹមទៅនឹងការអូសបន្លាយពេលវេលានេះផងដែរមន្ត្រីជាន់ខ្ពស់មួយរូបនៃរដ្ឋបាលលោកដូណាល់ត្រាំដែលបានថ្លែងទៅក្នុងលក្ខខណ្ឌមិនពេញឈ្មោះបានផ្ដល់ព័ត៌មានលម្អិតទៅកាន់ក្រុមអ្នកយកព័ត៌មានអាល់យ៉ាសេរ៉ាថាកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរមិនអាចឈានដល់ការចុះហត្ថលេខានៅថ្ងៃអាទិត្យនេះបានឡើយដោយសារតែប្រព័ន្ធនៃការសម្រេចចិត្តរបស់រដ្ឋាភិបាលអ៊ីរ៉ង់មិនបានដំណើរការលឿនគ្រប់គ្រាន់ទៅតាមការចង់បានរបស់អាមេរិកទោះបីជាយ៉ាងណាក៏ដោយមន្ត្រីរូបនេះបានគូបញ្ជាក់អំពីគ្រោងឆ្អឹងពីខាងក្រោយនៃអ្វីដែលកំពុងតែត្រូវយកមកដាក់លើតុចរចាដោយនៅក្នុងនោះភាគីអ៊ីរ៉ង់បានយល់ព្រមទៅលើគោលការណ៍នៅក្នុងការបើកច្រកសមុទ្រអកមូឡើងវិញដើម្បីជាថ្នូរទៅនឹងការដែលសហរដ្ឋអាមេរិកត្រូវយល់ព្រមលើកលែងនៃការបិទផ្លូវរបស់កងទ័ពជើងទឹកអាមេរិកព្រមទាំងតម្រូវឲ្យទីក្រុងតេហេរ៉ង់យល់ព្រមបោះចោលឬកុំទៅចោលនៅរាល់សារធាតុអ៊ុយរ៉ានីយ៉ូមដែលបានចម្រាញ់រួចមកហើយជាងនេះទៅទៀតមន្ត្រីដដែលនេះបានបង្ហើបថាសហរដ្ឋអាមេរិកបានទទួលបានព័ត៌មាននិងយល់ឃើញថាមេដឹកនាំកម្ពុជាថ្មីរបស់អ៊ីរ៉ង់គឺលោកអាយ៉ាតុលាម៉ូតាបាខាម៉ានីបានបង្ហាញអំពីការគាំទ្ររួចទៅហើយទៅលើគំរូក្របខ័ណ្ឌទូលំទូលាយនៃកិច្ចព្រមព្រៀងមួយនេះប៉ុន្តែជំហានអនុវត្តជាក់ស្ដែងនៅតែមានបញ្ហាបន្ថែមទៅលើការបកស្រាយខាងរដ្ឋបាលអាមេរិកព័ត៌មានលម្អិតពីមន្ត្រីជាន់ខ្ពស់ពីររូបនៃរដ្ឋបាលលោកដូណាល់ត្រាំក៏បានបង្ហើបឲ្យដឹងកាលពីថ្ងៃអាទិត្យផងដែរថាផ្អែកតាមក្របខ័ណ្ឌដែលបានស្នើឡើងសម្រាប់ការចរចានេះគឺនឹងត្រូវផ្ដល់ពេលវេលាចំនួន60ថ្ងៃទៅដល់ក្រុមអ្នកចរចានៃភាគីទាំងសងខាងដើម្បីបន្តធ្វើការងារលម្អិតនិងដោះស្រាយរាល់ចំណុចខ្វែងគំនិតគ្នាដែលនៅសេសសល់មុននឹងឈានដល់ការសម្រេចបាននៅកិច្ចព្រមព្រៀងចុងក្រោយនៅក្នុងទស្សនវិជ្ជាសេដ្ឋកិច្ចនិងសន្តិសុខសកលលោកនាពេលបច្ចុប្បន្ននេះការអូសបន្លាយពេលនៃការមិនចុះសម្រុងនឹងគ្នាបានបន្តដុតកម្ដៅវិបត្តិថាមពលពិភពលោកឲ្យកាន់តែធ្ងន់ធ្ងរឡើងជាលំដាប់ដែលបានរុញច្រានឲ្យតម្លៃប្រេងឥន្ធនៈនិងសារធាតុជីវសកម្មនិងតម្លៃអាហារូបត្ថម្ភនៅលើផ្សារអន្តរជាតិហក់ឡើងខ្ពស់កប់ពពកបើទោះបីជាមានបទឈប់បាញ់បណ្ដោះអាសន្នយ៉ាងណាក៏ដោយស្របពេលជាមួយគ្នានេះសេចក្តីរាយការណ៍អំពីអ្នកវិភាគសេដ្ឋកិច្ចគឺលោក Alan Fisher ពីទីក្រុង Washington បានបង្ហាញថាលោក Donald Trump កំពុងតែស្ថិតនៅក្រោមសម្ពាធសេដ្ឋកិច្ចនិងនយោបាយផ្ទៃក្នុងយ៉ាងធ្ងន់ធ្ងរដោយសារតែការកើនឡើងនៃអតិផរណាដែលអាចកើតចេញពីតម្លៃប្រេងសកលបានធ្វើឲ្យប៉ះពាល់ទៅលើកម្លាំងទំនិញរបស់ប្រជាជនអាមេរិកនិងធ្វើឲ្យសមាជិកសភានៅក្នុងបករបស់លោកផ្ទាល់រងការរិះគន់យ៉ាងខ្លាំងពីម្ចាស់ឆ្នោតនៅក្នុងមូលដ្ឋានការដែលព្រួយបារម្ភខ្លាំងជាងនេះទៅទៀតនោះប្រធានក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី ADNOC បានចេញមុខមកព្រមានជាមុនកាលពីសប្តាហ៍មុនថាទោះបីជាសង្គ្រាមរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់ត្រូវបានបញ្ចប់នាថ្ងៃនេះក៏ដោយក៏លំហូរចរាចរណ៍ពាណិជ្ជកម្មនិងការដឹកជញ្ជូនថាមពលពេញលេញតាមច្រកសមុទ្រអកមូនឹងមិនអាចវិលត្រឡប់ទៅរកស្ថានភាពដើមដោយកាលពីមុនផ្ទុះសង្គ្រាមបានវិញឡើយរហូតទាល់តែឈានចូលដល់ត្រីមាសទី1ឬត្រីមាសទី2នៃឆ្នាំ2027ខាងមុខពលគឺត្រូវតែចំណាយពេលស្ដារឡើងវិញរាប់ឆ្នាំឯណោះបន្ទាប់ពីការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាដែលបានសម្លាប់មនុស្សរាប់ពាន់នាក់នៅក្នុងប្រទេសអ៊ីរ៉ង់និងលីបង់កន្លងទៅនេះសូមអរគុណសូមជម្រាបលា Infoshare